សូមជូនរឿងជាងចម្លាក់វ័យក្មេងនៃថ្មអង្គរសូមទស្សនាដូចទៅនៅព្រឹកថ្ងៃថ្មីតូឡាឈោមើលឪពុករបស់គាត់កំពុងចម្រាស់ថ្មយ៉ាងម៉ត់ចត់ភ្លើងថ្ងៃព្រឹកបាំងលើរាងមនុស្សទាំងពីរធ្វើឲ្យទឹកចិត្តតូឡាពោពេញដោយការចង់រៀនកថូឡាឪពុកខ្ញុំចង់ចេះចម្លាក់ថ្មដូចឪពុក Seraph បុត្រាត្រូវមានការអត់ធ្មត់និងភ្នែកសង្កេតមុននឹងចម្លាក់បានល្អតូឡាចាប់ដៃកាន់ឧបករណ៍ជាលើកដំបូងគាត់ខំប្រឹងប៉ុន្តែការចម្លាក់មិនងាយស្រួលដូចគិតទេថូឡាវាពិបាកណាស់ឪពុក Seraph ពិបាកគឺជាជំហានដំបូងនៃការរីកចម្រើនរូបថ្មតូចដែលតូឡាចម្លាក់បែកញើសចិត្តតូចរបស់គាត់សោកនាដកម្មតែគាត់មិនទាន់បោះបង់ទេថូឡា soft ខ្ញុំមិនទាន់ល្អទេនៅលើផ្លូវទៅព្រៃតូឡាបានជួបអូរ៉ានមន់ឆ្កែខ្លួនតូចខ្លាំងនិងរីករាយអូរ៉ានហេតូឡាអេចឹងសពមុខថូឡាខ្ញុំចម្លាក់មិនបានល្អទេពួកគេមើលធម្មជាតិជុំវិញខ្លួនរៀងដើមឈើបាក់ស្លឹកនិងថ្មដូចបង្រៀនតូឡាថាសិល្បៈកើតពីការសង្កេតជាបឋមតូឡាដើរត្រឡប់មកផ្ទះជាមួយទឹកមុខពោពេញដោយភាពទន្ទឹងរង់ចាំគាត់មានគំនិតថ្មីក្នុងចិត្តថូឡាឪពុកខ្ញុំចង់សាកល្បងម្ដងទៀត Seraph ល្អណាស់បុត្រាឲ្យឪពុកមើលតូឡាបានចាប់ផ្ដើមចម្លាក់ជាថ្មីលើកនេះគាត់ដឹងថាត្រូវចាប់ផ្ដើមពីរាងសាមញ្ញជាមុន Seraph យ៉ាងម៉ត់ចត់មើលទិសខ្សែធម្មជាតិថូឡាចូលចិត្តណាស់ឪពុកតូឡាបាក់ថ្មជ្រុលប៉ុន្តែម្ដងនេះគាត់មិនធ្វើមុខសោកទេគាត់សង្កេតវាហើយគិតពីរបៀបកែវាថូឡា thinking ចាំខ្ញុំអាចបំលែងវាដោយការច្នៃប្រឌិតតូឡាប្រែកកំហុសតូចឲ្យคล้ายជាផ្នែកស្រស់ស្អាតមួយគេ Seraph យីហើយនេះហើយជាចិត្តសិល្បករថូឡាខ្ញុំសប្បាយណាស់ឪពុកសារិតបានដាក់ដៃលើស្មាតូឡាហើយនិយាយពាក្យលើកទឹកចិត្តតូឡាមានកម្លាំងចិត្តឡើងវិញ Seraph បុត្រាអត់ធ្មត់នឹងចំណេះដឹងគឺជាផ្លូវដ៏សំខាន់គេថូឡាខ្ញុំយល់ហើយឪពុកតូឡាមើលធម្មជាតិជុំវិញខ្លួនហើយទទួលបានគំនិតសម្រាប់ការចម្លាក់ថ្មីអូរ៉ានមើលនេះវាអាចคล้ายជារូបរាងល្អបានគេតូឡាចម្លាក់បានជោគជ័យលើរាងតូចមួយកម្លាំងចិត្តរបស់គាត់កំពុងកើនឡើងថូឡាវាល្អណាស់ខ្ញុំអាចធ្វើបានបន្ទាប់ពីបាក់ថ្មដូចតូឡាបានយល់ថាគ្រប់កំហុសអាចคล้ายជាសៀវភៅសម្រាប់ច្នៃប្រឌិតថ្មីថូឡាអូខ្ញុំអាចបំលែងវាតូឡាប្រើកំហុសតូចដើម្បីបង្កើតរូបរាងស្រស់ស្អាតថ្មី Seraph យីហើយនេះហើយជាសិល្បៈថូឡាខ្ញុំសប្បាយចិត្តណាស់តូឡាបញ្ចប់ការចម្លាក់រូបសិល្បៈតូចស្រស់ស្អាតសារិតសរសើរតូឡាកម្លាំងចិត្តនិងការអត់ធ្មត់របស់គាត់បានផ្ដល់លទ្ធផលល្អ Seraph ល្អណាស់បុត្រាខ្ញុំមានមោទនភាពចំពោះអ្នកថូឡាអរគុណឪពុកអូរ៉ានរីករាយជាមួយការជោគជ័យរបស់តូឡាការងារខ្នះខ្នែងរបស់គាត់កំពុងផ្ដល់ភាពរីករាយដល់ទាំងពីរអូរ៉ានអស្ចារ្យណាស់តូឡាថូឡាសូមអរគុណមិត្តភក្តិអូរ៉ានតូឡាចែករំលែកចំណេះដឹងទៅកាន់ក្មេងនៅភូមិការសិក្សានិងការច្នៃប្រឌិតកំពុងផ្សព្វផ្សាយថូឡាមើលនេះយើងអាចចម្លាក់រូបតូចបានតូឡាក្លាយជាសិល្បករវ័យក្មេងដែលមានទេពកោសល្យនិងចិត្តស្មោះត្រង់គាត់បានចែករំលែកចំណេះដឹងនិងច្នៃប្រឌិតទៅកាន់ទូទៅ Seraph នេះហើយជាការច្នៃប្រឌិតដោយចិត្តស្មោះថូឡាខ្ញុំនឹងបន្តរៀននិងចែករំលែកអូរ៉ានហៃហេអស្ចារ្យណាស់